នេះគឺជា project ទាក់ទងជាមួយនឹងtraffic light ហើយនិង sign object detection ដោយយើងប្រើទាក់ទងជាមួយនឹងCNN ឬក៏ Convolutional Optional Neural Network នេះគឺប្រើទាក់ទងប្រើសម្រាប់classification ហើយយើងប្រើជាមួយនឹង pre-train YOLO version 8មកធ្វើជា object detection ហើយនៅក្នុង project នេះផងដែរគឺយើងធ្វើការ train data គឺទាក់ទងជាមួយនឹង Tiny Lisa ដែលវាមាន data យើងច្រើនដែររហូតទៅដល់ប្រហែល900 image ដែលយើងយកចេញពីខាងក្រោយមកហើយនេះគឺជា project របស់យើងទាក់ទងជាមួយនឹង CNN គឺវាល្អនៅក្នុងការធ្វើការ classify ប៉ុន្តែនៅពេលដែលយើង train ជាមួយនឹងប្រភេទដែលវា low pixel គឺវារៀង classify សូវត្រូវប៉ុន្តែចំពោះ pre-train YOLO version 8គឺយើងប្រើសម្រាប់ object detection អញ្ចឹងទៅវាគាត់យើងធ្វើការ fine tune ទៅគឺវាដើរបានល្អហើយចំពោះវីដេអូវិញគឺpre-train YOLO version 8គឺដើរបានល្អប៉ុន្តែចំពោះ CNN គឺចំពោះវីដេអូគឺវាអត់សូវល្អទេយើងអាច demo នៅវីដេអូនៅក្នុងនេះដោយសារតែវាជាទម្រង់ API នេះគឺនេះដំបូងគឺ original យើងធ្វើការទាក់យកវីដេអូចេញពី YouTube គឺវាបានណាគឺយកតនេះទេណាហើយវីដេអូបន្តទៀតគឺជាវីដេអូ demo ដែលយើងធ្វើការឲ្យ project របស់យើងធ្វើការ run ដើម្បីទៅប្រើ pre-train YOLO version 8យ៉ាងហើយយើងក៏បានធ្វើទាក់ទងជាមួយនឹងវីដេអូនៅក្នុង reel របស់ YouTube ដែរដែលនេះគឺជាវីដេអូ red line original ហើយនេះទៅពេលយើងធ្វើ implement model របស់យើងចូលហើយខ្ញុំក៏បានធ្វើតា CNN តាខ្លួនឯងវាហ្មងគឺយើងប្រើ CNN មក classify ហើយ detect ខ្លួនឯងវាទៅដែលយើងឲ្យវាត្រជាមួយនឹង base bounding box ហើយយើងមើលវីដេអូនេះគឺជាវីដេអូដែលយើងប្រើជា original វីដេអូហើយវីដេអូបន្ទាប់គឺវីដេអូប្រើជាមួយនឹង CNN គឺវាចាប់អត់សូវល្អទេហើយចំពោះ classify វិញក៏វាអត់សូវត្រូវដែរគឺវាចាប់ពេញហ្នឹង